hai đứa ban chỉ dân trai ca bẩn đọc bẩn đa bọc lật chia pro chạm chấm riệp số lục rù xôm lục rù chui chạm lại nơi thiên bọt nịp phong lục rù bạn ở con tràn ôn nơi sầm nụ nàyประเทศบอดយើងថាហេតុអ្វីបានជាយើងត្រូវការបដិបដាសមត្ថភាពបុគ្គលិកជាប្រចាំបាទជាទូទៅនៅក្នុងលក្ខណៈការអាជីវកម្មលក្ខណៈគ្រួសារគឺមិនដែលបដិបដាបុគ្គលិកទេហ្នឹងហើយខ្លាចតែបុគ្គលិករត់បាទយើងមានរឿងមួយខ្លាចតែបុគ្គលិកវាចេះហើយវាទៅបាត់ចេះវាទៅបាត់បាទអញ្ចឹងមើល Total Caltech Starbucks និង Brown អីហេតុអីគេបដិហើយគេអត់ខ្លាចចេញស្តង់ដារគេអត់ខ្លាចបុគ្គលិកចេញទេអ្វីដែលគេខ្លាចចេញគឺខ្លាចភ្ញៀវចេញតែយើងវិញលក្ខណៈគ្រួសារខ្លាចតែបុគ្គលិកចេញនៅពេលដែលបុគ្គហើយតែអត់ខ្លាចភ្ញៀវចេញទេអ្នកឯងគិតមើលនៅពេលណាបើយើងបង្រៀនបុគ្គលិកចេះវាមិនចេញស្អែកទេយ៉ាងហោចក៏វាបាន3ខែទៅ6ខែវានៅពេលឆុងកាហ្វេខុសវាឆុងកាហ្វេយើងចាក់ចោលអាណាគេអ្នកខាតអាណាអ្នកខាតគឺយើងអ្នកខាតហើយភ្ញៀវមិនពេញចិត្តទៀតភ្ញៀវអាចរត់ចេញពីយើងដោយសារយើងអត់បង្រៀនគេហើយដល់យើងអត់បង្រៀនគេបុគ្គលិកអង្គុយក្បែរនឹងគាត់អង្គុយមើលយើងវិញយូរទៅអាបុគ្គលិកជាតកែយើងខ្ញុំគេវិញហេតុអីចុះបុគ្គលិកបើមិនបង្រៀនវាមិនមើលតកែធ្វើតកែរាល់ថ្ងៃនឹងហត់ណាឪម៉ែអាហត់ហេតុអីបើគាត់អត់បង្រៀនគេផងបុគ្គលិកធ្វើតកែវិញមកឈើមើលតកែធ្វើហើយអត់បង្រៀនទេខ្លាចតែគេចេះហើយបើខ្លាចគេចេះអញ្ចឹងជួលបុគ្គលិកមកធ្វើអីជួលធ្វើតែខ្លួនឯងទៅហើយអ្នកខ្លះក៏មិនជួលដែរក៏ធ្វើខ្លួនឯងដែរអានឹងរិចមិនធំទេហេតុអីឧទាហរណ៍ថាយើងធ្វើអីមួយការងារហ្នឹងបាន$1000បើយើងដាក់មនុស្សឲ្យគេធ្វើម្នាក់បង្រៀនគេឲ្យចេះយើងឲ្យគេ800គេធ្វើយើងសល់200តែបើយើងដាក់បាន100នាក់មិនហ៎20000ណា100នាក់បើយើងដាក់បាន1000នាក់200,000ណាតែបើយើងធ្វើខ្លួនឯងមួយជីវិតនៅតែ1000ហ្នឹងវាអត់លើស1000ទេហើយដល់ចាស់ហើយធ្វើមិនរួចទេអានឹងហើយគេត្រូវការប្រើមនុស្សហ្នឹងគេត្រូវការបង្រៀនគាត់ហ្នឹងពេលគាត់ឈប់ទៅគេរើសមនុស្សផ្សេងមួយទៀតមកចិត្តឲ្យទលាយមកណាភ្ញៀវយើងត្រូវការធ្វើទឹកស្ដែកយើងធ្វើអាចធ្វើខ្លួនឯងបាន100ដបបើភ្ញៀវត្រូវការ1000ដប10000ដបធ្វើមិនបានបើយើងបង្រៀនមនុស្សយកជួលមនុស្សមកធ្វើបង្រៀនគាត់បាន10000 100000បានទេបានច្រើនជាងនឹងជួលមនុស្សដាក់ម៉ាស៊ីនថែមទៅយើងធ្វើបានទាំងអស់ចឹងភាពជោគជ័យในការប្រើមនុស្សជួលមនុស្សហើយនឹងបង្រៀនមនុស្សបើអ្នកមិនចង់ជោគជ័យទេអ្នកធ្វើដូចរាល់ថ្ងៃទៅអ្នកកុំជួលគេអ្នកឯងធ្វើតែខ្លួនឯងកុំបង្រៀនគេចឹងអានឹងដែលសទ្ធិគាត់និយាយថាម៉េចដែរបើចង់ខ្លាយជាសទ្ធិតអ្នកឯងដេកលក់នៅតែមានចំណូលតែបើអ្នកឯងដេកលក់អត់ចំណូលអ្នកឯងអត់ខ្លាយជាសទ្ធិទេមានន័យថាម៉េចនៅពេលដែលយើងដេកលក់ឲ្យមានចំណូលយើងត្រូវតែបង្រៀនគេឲ្យធ្វើទឹកសដែកចេះលក់អនឡាញអស់ឡាញឲ្យទាំងអស់តែអ្នកឯងដេកលក់អ្នកឯងមានចំណូលហើយតែគេធ្វើអាហ្នឹងគេថាមានម៉ាស៊ីនបោះពុម្ពលុយហ្នឹងហើយពេលយើងដេកលក់វានៅតែបោះពុម្ពចំណូលឲ្យយើងបានប្រាក់ចំណេញឲ្យយើងបានតែបើយើងធ្វើខ្លួនឯងតែយើងដេកលក់ចំណូលវាដេកដែរតែយើងធ្វើបានចំណូលអាហ្នឹងអត់មានទេវាមិនក្រទេគ្រាន់តែវាមិនមានមួយកែនឹងឯងបើចង់មានតោះតែបង្រៀនគេឲ្យធ្វើមិនមានវត្តមានយើងអាច business នឹងដើរបានល្អអ្នកណាត្រួតពិនិត្យយើងមើលដែរតែមើលតិចតួចបាទហើយមើលតែផលចំណេញតែម្ដងអញ្ចឹងត្រូវការ train មានភ្ញៀវខ្ញុំនេះខាងលក់សាច់ក្រកមកលោកគ្រូធ្វើម៉េចដើម្បី business គាត់ពីកន្លែងគាត់មិនមើលតែគាត់អេសអញអត់ហ៊ានបង្រៀនមនុស្សបើអត់ហ៊ានបង្រៀនឲ្យគាត់នឹងចូលវគ្គ5ថ្ងៃរបៀបហើយធ្វើជាតកែដែរមិនបង្រៀនរបៀបជំនាញអីគាត់ខ្លះយើងធ្វើមិនរួចទេកន្លែងហ្នឹងអញ្ចឹងបើចង់ខ្លាយជាលក្ខណៈស្តង់ដារកុំខ្លាចចាយលុយបង្រៀនបុគ្គលិកការបង្រៀនគាត់ចេះគាត់នឹងនៅមួយយើង3ខែ6ខែឬ1ឆ្នាំពេលគាត់ចេញផុតយើងបង្រៀនអ្នកថ្មីទៀតទៅ system មានអស់ហើយយើង follow តែបន្តិចបានអានឹងយើងអត់ខ្លាចបុគ្គលិកខ្លាចជាជំងឺតួឯកទៀតពីព្រោះអ្នកណាក៏អាចធ្វើបានយើងបង្រៀនបានទាំងអស់អានឹងដែលយើងខ្លាំងពិតប្រាកដអញ្ចឹងដើម្បីឲ្យយើងប្រាក់ចំណូលយើងប្រាក់ចំណេញនៅពេលដែលយើងដេកលក់មានចំណូលយើងខ្លាយជាសទ្ធិបាននៅពេលដែលយើងដេកលក់មានចំណូលយើងត្រូវតែបង្រៀនគេឲ្យធ្វើគ្រប់ផ្នែកទាំងអស់របៀបធ្វើ marketing របៀបគ្រប់គ្រងរើប្រាក់ចំណេញហើយចែកប្រាក់ចំណេញមួយគាត់ទៅគេសប្បាយចិត្តហើយកុំឲ្យប្រើគេហើយមិនប្រើលុយចឹងការប្រើធនធានមនុស្សគ្មានអីក្រៅពីប្រើលុយឲ្យបង្រៀនទេអានឹងជាគ្រឹះហើយបង្រៀនគេឲ្យចោះដាក់ផែនការគាត់ធ្វើគ្រប់នឹងលើសចែកប្រាក់ចំណេញមួយគាត់ទៅឧបមាថា brand manager យើងកំណត់ប្រាក់ចំណេញ3000
បើគាត់រើបាន 5,000 គាត់លើស 2,000 អា 2,000 ហ្នឹងឲ្យគាត់ 50% ទៅនឹងឲ្យគាត់ 1,000 ទៀតទៅប្រាក់ខែគាត់ 1,000 ឡើង 2,000 ហើយគាត់សប្បាយចិត្តបើអាណាធ្វើមិនបានឈប់ចោលទៅរើសអ្នកថ្មីហើយយើង train អញ្ចឹងទៀតហើយដាក់ផែនការគាត់ធ្វើរឿងអីគេមិនធ្វើមួយខែបាន 3-4,000 ហើយបាទហើយបើគាត់រើចំណេញច្រើនជាងហ្នឹងឲ្យគាត់ច្រើនទៀតទៅគ្មានអីទៅពិបាក business ចែកប្រាក់ចំណេញគ្នាតា win win ណា win win អញ្ចឹងពេលយើងដេកលក់យើងមានចំណូលហើយបើយើងមិនយល់អញ្ចឹងទេយើងអាចបង្កើត business ថ្មីហើយច្រើនធំនៅពេលដែលយើងដេកលក់មានចំណូលទេអញ្ចឹងដើម្បីយើងខ្លាយជាសេដ្ឋីបានទាំងអស់គ្នាអញ្ចឹងបើថាគេថាម៉េច it is hard to become millionaire ណាវាជារឿងពិបាកដែលយើងខ្លាយជាសេដ្ឋីប៉ុន្តែវាអាចធ្វើទៅបាន it is possible if you know how ណាវាអាចធ្វើទៅបានបើអ្នកឯងដឹងក្បួនឥឡូវខ្ញុំពងប្រាប់បើចង់ខ្លាយជាសេដ្ឋីដើរផ្លូវហ្នឹងទៅហើយបើអ្នកឯងមិនធ្វើទេអត់ទៅអ្នកឯងអត់អាចខ្លាយជាសេដ្ឋីអ្នកឯងនៅតែជាអាជីវកម្មលក្ខណៈគ្រួសារដែលដោយសារអីយើងអត់បង្រៀនបុគ្គលិកយើងអត់ចែកប្រាក់ចំណេញមួយគាត់ទេត្រូវតែបង្រៀនគេទើបគាត់រើចំណូលឲ្យយើងនៅពេលដែលយើងដេកលក់យើងមិនធ្វើគេមានចំណូលអានឹងបានខ្លាយជាសេដ្ឋីពិតប្រាកដបាទអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់នៅក្នុងរឿងនេះបាទអរគុណបាទបានអរគុណច្រើនលោកគ្រូដែលបានជួយបកស្រាយនៅប្រធានបទនេះខាងយើងមានបង្កើតនៅក្រុមមួយឈ្មោះថាអំណោយទាន Q&A ក្រុមនេះបង្កើតឡើងក្នុងគោលបំណងដោះស្រាយរាល់បញ្ហាជីវកម្មរបស់បងប្អូនបើប្រសិនជាបងប្អូនមានចម្ងល់អញ្ចឹងដើម្បីចូលក្នុងក្រុមហ្នឹងគឺគ្រាន់តែបងប្អូនចុចចូល link Telegram ដែលខ្ញុំដាក់នៅខាងលើជាការស្រេចបានសូមអរគុណបាទអរគុណច្រើនបងប្អូនបាទ